ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំសូមមកចែករំលែកអំពីវិធីធ្វើចេកឆាបដែលមានរសជាតិឆ្ងាញ់និងស្រួយអាចរក្សាទុកបានយូរចំពោះចេកឆាបគឺនាងខ្ញុំត្រូវការចេកចាស់បន្ទាប់មកទៀតគឺយកចេកចាស់ហ្នឹងយកមកចិតក្បាលចិតកន្ទុយហើយយកវាទៅត្រាំនៅក្នុងទឹកក្រូចឆ្មានិងអំបិលបន្ទាប់ពីត្រាំវាហើយគឺចាប់ផ្ដើមចិតសម្បកវារួចហើយយកវាទៅត្រាំនៅក្នុងទឹកក្រូចឆ្មានិងទឹកអំបិលម្ដងទៀតត្រាំវាដើម្បីឲ្យវាមានសភាពសនិងកាត់បន្ថយនៅជ័រពេលដែលយើងចិតវាអត់សូវប្រឡាក់ដៃបន្ទាប់ពីត្រាំជាមួយនឹងទឹកអំបិលនិងក្រូចឆ្មារួចហើយនេះខ្ញុំក៏ស្រង់វាយកវាមកចិតជាបន្ទះស្ដើងៗមួយបែបនេះចំពោះចេកបងប្អូនអាចចិតតាមចំណូលចិត្តបន្ទះមួយបែបនេះក៏បានចិតបន្ទះស្ដើងក៏បានតាមចំណូលចិត្តបងប្អូនទាំងអស់គ្នាបន្ទាប់ពីចិតចេករួចហើយនាងខ្ញុំក៏បានទៅដាំទឹកស្ករចំពោះទឹកស្ករដាក់បរិមាណស្មើទៅតាមចេកចំនួនចេកហើយយើងក៏ចាប់ផ្ដើមដាក់ចេកចូលទៅក្នុងខ្ទះនៅពេលដែលខ្ទះវាក្តៅដាក់បំពងវារហូតដល់វាស្រួយនៅពេលដែលចេករបស់យើងចាប់ផ្ដើមស្រួយហើយយើងក៏ចាប់ផ្ដើមកូរវាចុះឡើងដើម្បីការពារកុំឲ្យវាខ្លោចឥឡូវចេករបស់នាងខ្ញុំបានស្រួយល្អហើយនាងខ្ញុំក៏ចាក់ទឹកស្ករដែលនាងខ្ញុំបានដាំអំបញ្ញមិញនេះចូលទៅក្នុងខ្ទះខ្លាញ់ដើម្បីដាក់នៅក្នុងចេកឲ្យវាមានរសជាតិផ្អែមចំពោះស្ករបើសិនជាបងប្អូនត្រូវការរសជាតិផ្អែមខ្លាំងបងប្អូនអាចដាក់ច្រើនជាងនេះខ្ញុំក៏បាននៅពេលដែលទម្លាក់ទឹកស្ករចូលនៅក្នុងខ្លាញ់បងប្អូនទាំងអស់គ្នាត្រូវបន្ថយភ្លើងឲ្យនៅត្រឹមតិចបំផុតរួចហើយអាស្រ័យយកវែកតកូរត្រឡប់ឡើងត្រឡប់ចុះបែបនេះដើម្បីកុំឲ្យចេករបស់យើងខ្លោចកូរចុះកូរឡើងល្មមតែដល់ពេលចេករបស់យើងស្រួយហើយយើងក៏ចាប់ផ្ដើមស្រង់វាយកមកទុកពេលដែលយើងស្រង់វាចូលគឺយើងត្រូវយកកញ្ច្រែងមួយដែលស្អាតយកវាមកត្រងខ្លាញ់ចេញដើម្បីកុំឲ្យចេករបស់យើងជប់ខ្លាញ់នៅពេលដែលស្រង់ចេកដាក់កញ្ច្រែងហើយបន្ថែមល្ងសពីលើបន្តិចដើម្បីឲ្យចេករបស់យើងកាន់តែមានរសជាតិឆ្ងាញ់និងក្លិនឈ្ងុយល្អឥឡូវចេករបស់ខ្ញុំបានបំពងរួចហើយធ្វើបែបហ្នឹងរហូតតតែអស់ចេកហើយនេះគឺជាសភាពចេកដែលនេះខ្ញុំបានបំពងរួចគឺវាមានសភាពស្រួយល្អខ្លាំងណាស់អរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូរបស់នាងខ្ញុំ